នេះជាវីដេអូការទៅលេងវត្តថ្ងៃចូលឆ្នាំដែលវត្តហ្នឹងនៅចិត្តផ្ទះទេដែលមានឈ្មោះថាវត្តសំរោងកំពង់លេខហើយនៅវត្តហ្នឹងក៏មានការរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយដូចជាទាញព្រ័ត្រនិងវាយក្អមហើយកម្មវិធីហ្នឹងថ្ងៃចូលឆ្នាំ3ថ្ងៃហ្នឹងគឺមានទាំង3ថ្ងៃហ្នឹងប៉ុន្តែខ្ញុំអត់សូវបានទៅទេនៅចិត្តផ្ទះមែនតែទៅបានតែមួយថ្ងៃពេលយប់ហ្នឹងឯងនៅខាងវត្តនេះមិនសូវជាសម្បូរមនុស្សច្រើនទេដោយសារតែវត្តហ្នឹងនៅខាងភូមិខ្ញុំនៅខាងដាច់ស្រយាលដែរចុងកាត់មាត់ញោកដែរអញ្ចឹងមានតែ2ភូមិទេដែលមកលេងកំសាន្តហ្នឹងហើយអ្នកខ្លះគេបានមកអ្នកខ្លះក៏អត់បានមកទៅអ្នកបានមកពីច្រើនគឺក្មេងៗគាត់មកលេងអីចឹងហើយពីច្រើនចាស់ចាស់អីគាត់អត់សូវបានមកទេនៅកម្មវិធីនៅផ្ទះហ៎ផឹកស៊ីជុំគ្នានៅហ្នឹងហើយមកវត្តហ្នឹងក៏ចាប់អារម្មណ៍ឃើញមានតកកឈូសក៏ទិញតកកឈូសទៅមួយកែវតែ1000ហ្នឹងហើយតកកឈូសហ្នឹងអាម៉ាស៊ីនហ្នឹងគឺយូរហើយតាំងពីខ្ញុំនៅក្មេងៗគឺឃើញមានម៉ាស៊ីនហ្នឹងហើយឥឡូវដល់ឆ្នាំ2025គឺនៅតែប្រើទិញមួយកែវម្នាក់យកមកអង្គុយញ៉ាំនៅអាកន្លែងបកគោលគេហ្នឹងមានអីរសជាតិឆ្ងាញ់តែរំលឹកទៅតែការខ្ញុំនៅទូចហ្នឹងគឺគេលក់មួយកែវ100ទៅ200រៀលអញ្ចឹងគេមានស្រោចទឹកសារ៉ូក៏មានស្រោចជាទឹកស្ករក៏មានដែរប៉ុន្តែគេធ្វើទឹកស្ករត្នោតទេគេមានឈូសដូងឈូសអីដាក់បន្តិចមានអីឈ្ងុយឆ្ងាញ់តែទៅវត្តទៅបុណ្យទានម្ដងម្កាលជាពិសេសដល់បុណ្យចូលឆ្នាំហ្នឹងខែក្តៅហ្នឹងមានពេញនិយមជាងគេគឺទឹកកកឈូសមានតាំងពីបរមរាជកាលមកឥឡូវហ្នឹងក៏ដល់កម្មវិធីវាយក្អមនិយាយទៅគេចាក់បត់រំ14 10បត់ឬក៏10 20បត់ចឹងទៅក៏ដល់វគ្គវាយក្អមម្ដងហើយនេះគេជ្រើសរើសទៅអ្នកណាស្ម័គ្រចិត្តចូលវាយអញ្ចឹងណានៅក្នុងក្អមហ្នឹងវាយទៅដូចជាកាលហ្នឹងបានម្នាក់5000ដែរបើសិនយើងវាយត្រូវហើយមានភេសជ្ជៈពីកំប៉ុងទីនេះបងនេះវាយក៏គាត់វាយត្រូវចោលភ្នែកបងគាត់ត្រង់ដែរឥឡូវនេះចូលមកដល់បេក្ខនារីវិញម្ដងគឺកញ្ញាសុខីនេះក្មួយរបស់ខ្ញុំផ្ទាល់ហ្នឹងគេចាប់ប្រវល់2 3ដងហើយបានគេឲ្យដើរឈានទៅមុខហើយវាយមានអីវាវាយត្រង់តែគាត់ដាក់បាច់ទៅភូសបានវ័នលើកទឹកចិត្តរបស់គេដែរហ្នឹងបាទទឹកក្រូចរបស់វាផឹកដែរហ្នឹងភេសជ្ជៈគេឲ្យតែចំពោះលុយបាន5000ហ្នឹងវាថាដាក់ចូលបុណ្យទៅវិញមានអីសុបាយដែរតើនិយាយទៅយើងនៅក្នុងភូមិអញ្ចឹងនាំបងប្អូនកូនក្មួយអីទៅលេងទៅជាពិសេសក្មេងៗក្មួយគ្នាមិនដឹងមានកន្លែងណាទៅលេងទេមានតែមកវត្តហ្នឹងឯងបានជួបជុំគ្នារត់លេងសប្បាយទិញនំនែកអីស៊ីហើយចំពោះចែនេះម្ដងគាត់វាយអត់ត្រូវទេវាយឡើង2 3ដងហើយខ្ញុំថតបានតែបន្តិចទេហួសចិត្តទៅវាយអត់ត្រូវទៅក៏គេបដូរទៅដោយសារតែគាត់វាយអត់ត្រូវហើយថ្ងៃដែលខ្ញុំមកហ្នឹងអត់ឃើញគេលេងទាញព្រ័ត្រផងមិនដឹងថាខ្ញុំមកអត់ទាន់ឬក៏ថ្ងៃហ្នឹងមនុស្សតិចគេអត់លេងទេប៉ុន្តែខ្ញុំមកឃើញតែវាយក្អមនេះវាយក្អមឡើង2 3សាដូរមនុស្សឡើង4 5នាក់តែខ្ញុំថតបានបន្តិចទេហើយបន្ទាប់មកក៏ចាប់ផ្ដើមរំលេងហើយបះចាក់ឲ្យរំលេងហ្នឹងគឺមានទាំង3ថ្ងៃប៉ុន្តែអត់សូវមានមនុស្សមករំដោយសារតែអ្នកខ្លះពេលថ្ងៃអញ្ចឹងគេទៅដើរលេងនៅឆ្ងាយនៅបៃលិននៅអីអញ្ចឹងទៅអស់កម្លាំងមកផ្ទះវិញក៏ដេកទៅអត់បានមកវត្តទេហើយខ្ញុំនេះចង់រំដែរតែវាអត់មានគ្នារំមានតែក្មួយក្មេងពួកវាមករំដែរយើងទៅរំមកចេញម្នាក់ឯងវត្តតាមភូមិមានតែប៉ុណ្្នឹងឯងណាមួយភូមិយើងមានតែ2ភូមិហ្នឹងហើយរឿងដាច់ស្រយាលផ្ទះក៏មិនសូវសបោមនុស្សអញ្ចឹងអត់សូវមានមនុស្សមកលេងវត្តច្រើនទេហើយថ្ងៃចូលឆ្នាំ2ថ្ងៃយើងរវល់ទៅដើរលេងឆ្ងាយអត់បានជួបអ្នកភូមិនៅពេលយប់ឡើងយើងមកវត្តកម្មវិធីអញ្ចឹងទៅក៏បានជួបអ្នកភូមិសំណេះសំណាលគ្នាអញ្ចឹងដោយសារអ្នកទៅធ្វើការឆ្ងាយមិនបានជួបគ្នាអញ្ចឹងមានតែពេលហ្នឹងឯងបានជួបស្គាល់គ្នាវីដេអូយើងមិនមានថតអីច្រើនទេអរគុណសម្រាប់ការទស្សនាជម្រាបលាបាយ